សួស្តីអ្នកទាំងអស់គ្នាខ្ញុំបានខន្តាថ្ងៃនេះយើងមកបន្តសេរីរឿងតាមវគ្គបន្តទៀតហើយវគ្គនេះគឺអេពីសូតទី5ស្អែកឡើងអូក្រូនក៏បានទៅសាលារៀនគឺគាត់មិនចង់ស្វាគមន៍ម៉ូម៉ូដោយបែបធម្មតាអញ្ចឹងទេអញ្ចឹងហើយយកមិនក៏ប្រាក់ស៊ីធ្វើមុខប្លែកៗជាច្រើនឲ្យម៉ូម៉ូចាក់អារម្មណ៍គាត់ក៏បានដើរទៅដល់មុខទ្វារសាលាហើយក៏ឃើញម៉ូម៉ូចាំនៅទីនោះតែអូក្រូនអីដូចជាផ្លូវមិនទេក៏គិតថាម៉ូម៉ូចាំអ្នកផ្សេងអញ្ចឹងហើយគឺគាត់បានដើរកាត់ម៉ូម៉ូឆ្កុយអញ្ចឹងទៅម៉ូក៏គិតថាអូក្រូនប្លែកណាស់ឬក៏បានដើរទៅបុកគាត់ទៅថាឯងមករៀនយឺតហើយទង្វើរបស់ម៉ូម៉ូធ្វើឲ្យអូក្រូនរំភើបចិត្តជាខ្លាំងហើយពួកគេក៏បានដើរទៅថ្នាក់មួយគ្នាហើយពួកគេក៏បាននិយាយអេលៀងនិយាយខ្មោចចឹងទៅហើយពួកគេក៏បានដើរទៅចូលថ្នាក់រៀនអូក្រូននេះឈរនៅផ្លូវសុកៗដល់បកាច់ណាទៀតដើរបុកគាត់ធ្វើគាត់ដួលដីហើយមានចពាក់នេះឃើញអូក្រូននៅដីចឹងថាយីអារោគចិត្តនេះនៅក្រោមមើលស្អីជាឆ្ងាយទៅអូក្រូនក៏បានដើរទៅតុកគេទៅហើយក៏បានដល់សភៅអេលៀងជាច្រើនក្បាលមកអង្គុយអានការកើតរបស់អូក្រូនក៏បានផ្លាស់ប្ដូរទោះបីជាមនុស្សនៅក្នុងថ្នាក់នេះធ្វើបាបគាត់យ៉ាងណាគឺគាត់នៅតែទៅលេងគេដែរអាប៉ែនេះសង្ស័យមកវេលិនសាកាមកហើយអូក្រូនញញឹមយ៉ាងស្រស់ស្រាយដោយសារតែគេបានបង្កើតមេភ័ក្រមួយហើយពួកព្រីបផ្លូវយកបងមកលេងក្នុងថ្នាក់ម៉ូម៉ូនេះនៅក្នុងថ្នាក់បលឹងនឹងហោះទៅដល់ណាទេហើយនេះក៏បានតាក់ទីនឹងមកវិញដែរតែមិនអានសម្រាប់ហើយពីហ្នឹងក៏បានគិតវែងឆ្ងាយទៅគិតថាម៉ូម៉ូត្រូវគ្នាមកសង្សារហើយក៏បានបែកគ្នាវិញទៅហើយអូក្រូននៅក្នុងថ្នាក់អង្គុយក្តាមទៅចង់និយាយអំពីខ្មោចមួយម៉ូម៉ូហើយម៉ូម៉ូនៅក្នុងថ្នាក់វិញចង់និយាយអេលៀងជាមួយអូក្រូនដែរពេលម៉ោងជិញលេងពួកគេក៏បានដើររកគ្នាឥឡូវដល់ម៉ោងរេច3ហើយម៉ូម៉ូក៏បានទៅក្នុងថ្នាក់អូក្រូនហើយក៏សួរមាត់រួមថ្នាក់ថាឃើញអូក្រូនអត់ហើយអូក្រូនវិញទៅថ្នាក់ម៉ូម៉ូហើយសួរមាត់រួមថ្នាក់ថាឃើញម៉ូម៉ូអត់ហើយពីនេះថ្នាក់នៅចិត្តគ្នារកគ្នារងងាប់ស្អីអាកន្លែងពព្រីផ្លើរកគ្នាមិនឃើញទៀតក៏ងាកក្រោយទៅវាមិនហើយម៉ូម៉ូទៅកន្លែងដែលគេលក់បាយនៅក្នុងសាលាហើយអូក្រូនវិញទៅកន្លែងគេលក់បាយនៅក្រៅសាលាពួកគេរកគ្នាមកព្រឹករកមិនឃើញណាហើយពីហ្នឹងអង្គុយបងហើយអង្គុយចិត្តគ្នាទៀតអូក្រូនគាត់ថាមកព្រឹកមិនក៏គាត់និយាយច្រើនពេកចឹងហើយម៉ូម៉ូបានកិច្ចមិនចង់ជួបគាត់ហើយម៉ូម៉ូក៏គាត់ចឹងដែរព្រមទៅមកពីហ្នឹងក៏បានដើរទៅបុកគ្នាហើយមាត់ហ្នឹងក៏បានទៅកិច្ចនឹងគ្នាដែរយីអាបកាច់យោនេះចង់បាក់ថ្មិញខំដើររំថ្ងៃក៏ប៉ុន្តែនេះសោះអូក្រូនក៏បានប្រាប់ថាហើយទៅបានជាម៉ូម៉ូកិច្ចពីគាត់ចឹងម៉ូម៉ូប្រាប់ថាសំណួរហ្នឹងខ្ញុំសួរមិនត្រូវហើយពេលញលេងនោះហើយមិនបកាច់នៅស្ងៀមទៅក្នុងថ្នាក់នោះហើយនេះដើររងចង់ឈួតពេលបានដឹងថាពួកគេដើររកគ្នាសោះហើយមកផាត់ម៉ូម៉ូឃើញគ្រប់យ៉ាងក៏ថាពីនេះថើបគ្នាម៉ូម៉ូមានសង្សារថ្មីចឹងទៅបានធ្វើចរិតប្លែកម៉ូម៉ូក៏បានបកាច់ថានាងបានទៅថើបមនុស្សរកបែបប្រភេទចឹងទេហើយអូក្រូនក៏បានតបថាគឺគាត់មិនស្រឡាញ់មនុស្សឈួតចឹងម៉ូម៉ូលើចឹងក៏បានចេះអូក្រូនថាអាតងោតងោមិនឃើញសោះនេះខ្វាយនិយាយបែបនេះហើយពួកគេក៏បានឆ្លោះគ្នាមួយសទូទៅទៅពេលមកឆ្លងក៏បានថាចឹងខ្ញុំនិយាយរកហើយចឹងខ្ញុំនិយាយរកក៏បានហើយពួកគេក៏បានចែកផ្លូវគ្នាដើរទៅហើយអូក្រូនក៏បានចូលទៅទឹកដើម្បីបិទចឹងតូចតែនៅពេលអាប៉ែតនឹងស្រាក់ហៅស្ទាពងក៏បានដឹងថាពងមកពីក្របគាត់អត់នៅនឹងផងហើយខ្ញុំមិនជឿទេអាហាប៉ែតនឹងតាំងព្រឹកដល់ឥឡូវបានដឹងថាពងឡើងបាត់មើលប្រុសព្រឹកឡើងដឹងឲ្យពងនោះណាម៉ូម៉ូរឿងដែលនាងបានថើបមួយអូក្រូនបានចែកចាយដល់ពេញសាលាម៉ូម៉ូខំបកាយដែរថានាងមិនមានសង្សារនោះទេហើយមិនបានសញ្ញាមើលអាប៉ែតនោះទេហើយពេលនោះដែរអូក្រូនក៏បានមកដល់ចង់ប្រាប់ពីបញ្ហាដែលគាត់មានហើយក៏ធ្វើសញ្ញាប្លែកៗចេញមកទៀតតែម៉ូម៉ូនេះវិញគឺនាងអត់មានអារម្មណ៍និយាយរកមួយអូក្រូនទេហើយប្រាប់អូក្រូនឲ្យចេញឆ្ងាយទៅបើជាអូក្រូនប្រាប់យ៉ាងណាក៏ដោយគឺនាងមិនចង់និយាយរកអូក្រូនទេអូក្រូនក៏ប្រាប់ទៅវិញថាចុះព្រឹកមិញនិយាយមួយគ្នាធម្មតាទៅហើយតែបែបមកជាឥឡូវមកធ្វើចរិតបែបចឹងទោះបីជាអូក្រូនខំនិយាយជាមួយម៉ូម៉ូយ៉ាងណាក៏ដោយគឺនាងមិនស្ដាប់ដែរក៏ធ្វើឲ្យគាត់អាប់អន់ចិត្តជាខ្លាំងខ្ញុំមិនដឹងសោះថាធ្វើមិត្តភក្តិជាមួយខ្ញុំធ្វើឲ្យអ្នកនាងអាម៉ាស់មុខហើយអូក្រូនក៏បានចាក់ចេញពីថ្នាក់ម៉ូម៉ូយ៉ាងសោកសៅហើយពេលមកចេញទៅផ្ទះនោះអូក្រូនក៏ថាម៉ូម៉ូបានចាក់ចេញបាត់ទៅហើយអូក្រូនក៏បានដើរទៅបុកមនុស្សម្នាក់ហើយក៏ឆ្លើយថាសុំទោសតែពេលដល់ងាកក្រោយអូក្រូនក៏បានឃើញសិស្សស្រីស្អាតម្នាក់ដែលនាងគឺជាសិស្សល្បីក្នុងសាលាវាយពាក់នឹងសាច់រឿងមិនតាន់បង្ហាញឈ្មោះចឹងខ្ញុំមិនតាន់បង្ហាញដែរហើយពាក់សក់កាឈុងថាសុំទោសកបោកខ្ញុំមាន10តឹងបង្ហាញចំឈឺហើយក៏បានទៅប៉ះអូក្រូនហើយអូក្រូនឃើញចឹងកិច្ចដល់2ម៉ែត្រហើយក៏ឆ្លើយថាមិនអីទេដល់ពេលមកក៏បានដើរចាក់ចេញហើយពាក់សក់កាឈុងក៏ថាលោកចិត្តល្អថាអូក្រូនមកក្រហមហើយម៉ូម៉ូមិនតាន់ទៅផ្ទះទេគឺនាងទំចេញពីថ្នាក់ហើយក៏បានឃើញអូក្រូនទៅនិយាយគ្នាជាមួយមួយយពាក់សក់ឈុកក៏ធ្វើឲ្យនាងខឹងទៀតដោយសារតែអូក្រូននិយាយថាគឺគាត់មិនដែលមានមិត្តភក្តិតែឥឡូវមួយយពាក់នឹងណាគេដល់ពេលតែមួយយពាក់សក់កឈុងដើរកាត់ក៏បាននិយាយអាក្រក់អំពីអូក្រូនអញ្ចឹងបើនិយាយថាអូក្រូនប្រហែលតែប៉ះស្រីហើយតែនិយាយរស់ស្រីមកទៅក៏ប៉ុណ្ណឹងសុទ្ធធងងាកងក់មកលើជាងហើយខឹងដល់ពេលតែយពាក់នឹងដាច់ចិត្តកន្លងគេដោស្វ័យជើងនាងក៏បានតម្លាក់ចន្ទៃម៉ាំងក្តារក្បាលស្លាប់ទៅមនុស្សជុំវិញនឹងឃើញហើយក៏បានទៅជួយអូក្រូនឃើញចឹងក៏បានចង់ទៅជួយដែរប៉ុន្តែត្រូវបានខាត់ដោយសារម៉ូម៉ូឬក៏បានដេញដៃគាត់ទៅផ្ទះមួយគ្នាហើយដល់ពេលដើរកាត់នោះម៉ូម៉ូក៏បានសរសើរទៅលើអូក្រូនដើម្បីดึงមួយយពាក់សក់កឈុកអូក្រូនពាក់បន្តាចឹងមើលទាំងសង្ហានាំបន្តែមានឆ្កាខ្លះមើលមិនឃើញម៉ូម៉ូនិយាយចឹងអ្នកនរគ្នាពេលដើរទៅផ្ទះជាមួយគ្នាពីរនាក់ហ្នឹងក៏បានសុំទោសគ្នាទៅវិញទៅមកដែលរឿងដែលកើតឡើងនៅថ្ងៃនេះដោយសារតែពួកគេមិនមានន័យបែបហ្នឹងនោះទេហើយពេលនោះដែរអូក្រូនក៏បាននិយាយថាអារឿងហ្នឹងមិនសំខាន់ម៉ូម៉ូថាមិនសំខាន់មិនអូក្រូនក៏បានប្រាប់ថាយើងចាប់ធ្វើបូក្រែននេះមិនអត់ហើយម៉ូម៉ូថាហ្នឹងហើយអ្វីគ្រប់យ៉ាងមកធម្មតាយើងបូជាកន្លែងហ្នឹងហើយពងបងឯងក៏បានដែរតែអូក្រូននិយាយថាអត់ទេគឺខ្វះពងមកខ្ញុំបាត់ My balls are gone ទៅដល់ផ្ទះម៉ូម៉ូសៃចង់ដាច់កលាតគ្រានេះសិក៏បានបន្តទៅលើអូក្រូនមកសងមិញសុំមើលខោឲ្យសារអញ្ចឹងមិនមែនសុំមើលលេងអូក្រូនគឺថាអាណាទៅដឹងមកឃើញឥឡូវមានស្មាក្រោមមានដែរហើយមិនបាច់មើលម៉ូម៉ូសៃនឹងបកាច់កិនគ្រានេះសិក៏បាននិយាយថា
ផោះហើយមិនមែនទៅពិសេសយ៉ាងណាទេសង្ស័យមិនប៉ុនមេដៃផងឥឡូវនេះ Granny Seiko ត្រូវឆៃអូការ៉ុនលើចឹងក៏ថាឆៃគេ Granny Seiko ក៏ได้ផ្ដាស់ហា Granny Seiko គឺនាងចង់ឆែកមើលដួងបលឹងរបស់អូការ៉ុនហើយដល់ពេលដែលឆែកមើលដួងបលឹងរបស់អូការ៉ុនក៏ឃើញថាមានអ្វីមួយកំពុងតែលាក់សម្ងាត់នៅក្នុងខ្លួនរបស់អូការ៉ុនហើយ Granny Seiko ក៏បានប្រើម៉ូម៉ូយកចានផាងមួយដែលមានទឹកហើយនឹងទឹកតាមួយដែលបាត់ជន់នឹងចិត្តហ្នឹងហើយបន្តមក Granny Seiko ក៏បានដាក់អូការ៉ុនពី3ផ្លិតប៉ុន្តែនេះមិនមែនជាការលេងសើចនោះទេ Granny Seiko បានសួរថាម៉ូម៉ូតើម៉ូម៉ូមានឃើញអូរ៉ារបស់អូការ៉ុនប្រតិកម្មដែរឬទេអូរ៉ារបស់អូការ៉ុនគឺផ្លាស់ប្ដូរមែនអញ្ចឹងហើយនៅពេលដែល Granny Seiko វាយម៉ូម៉ូគឺត្រូវតែដកទាញម៉ូម៉ូក៏សួរថាដកទាញទៅអី Granny Seiko ថាអូរ៉ាហ្នឹងមិនមែនជារបស់អូការ៉ុនទេនៅពេលដែល Granny Seiko ដាក់អូការ៉ុនមកផ្លិតនោះម៉ូម៉ូក៏បានទាញអូរ៉ាដែលនៅក្នុងអូការ៉ុននោះទាញមកប៉ុន្តែស្អិតមកតាមដែរម៉ូម៉ូនៅពេលដែលទាញហើយប៉ុន្តែវាមិននៅក្នុងដៃនោះទេធ្វើឲ្យនាងភ័យប៉ុន្តែ Granny Seiko និយាយថាចិត្តជាសិនទៅតែក្តារឆ្មានោះស្រោបមានចលនាហើយក៏បានរកែក Granny Seiko ក៏បានដាក់មកផ្លិតប៉ុន្តែដាក់មិនត្រូវហើយក៏បានបញ្ជាពីអ្នកនោះទៅចាប់ឆ្មានឹងមកពីអ្នកនោះក៏បានដាក់រោម៉ូម៉ូក៏បានប្រើធម្មពលរបស់នាងហើយក៏ដឹងទីតាំងរបស់ឆ្មានឹងនៅទីណាដល់ពេលដែលចាប់បានក៏ឃើញថាឆ្មានោះចេះនិយាយបន្ទាប់មក Granny Seiko ក៏បានប្រាប់ថាឆ្មានឹងគឺជា Turbo Granny ធ្វើឲ្យពីអ្នកនេះភាពជាខ្លាំងដោយសារពួកគេបានកម្ចាត់ Turbo Granny ហើយក៏បានបញ្ជូននាងទៅឋានចាប់ជាតិ Turbo Granny ក៏បាននិយាយថាពួកឯងគ្មានតំកើសោះមកកាត់ថាឯងកម្ចាត់យើងពីកាល Turbo Granny ហងឆ្មា cute ណាស់ cute មិនកាប់ងាប់អី Turbo Granny ក៏បានប្រាប់ហេតុការណ៍ដែលបានកើតឡើងនៅពេលហ្នឹងនាងក៏បានប្រែមកជាខ្លួនឯងហើយក៏បានទៅចូលខ្លួនរបស់អូការ៉ុនហើយពេលហ្នឹងកម្លាំងនាងបច្ចេតិចណាស់ប៉ុន្តែពួកនេះមិនដឹងថានាងលាក់ពួននៅក្នុងខ្លួនអូការ៉ុនសោះអញ្ចឹងហើយនាងក៏បានលាក់ពួនយ៉ាងស្ងៀមស្ងាត់ហើយនៅពេលដែលកម្លាំងនាងពេញលេញនាងនឹងចង់ស្លាប់ពួកនេះចោលមកក៏បានប្រាប់ថា Turbo Granny ចាញ់ហើយប៉ុន្តែនាងនៅប្រកាសថាមិនចាញ់នោះទេហើយក៏ខឹងប្រកាសប្រកាន់ពេញហ្នឹងនិយាយមិននិយាយទៅប៉ុន្តែពួកយើងគឺជាអ្នករ៉ាប់រងនៅទីនេះអូការ៉ុនទៀមទាពងមាន់ក៏មកវិញបើមិនចឹងទេលេងធកក្តៅហើយស្អីគេធកក្តៅឯងចង់សម្លាប់យើងមែនទេបើយើងស្លាប់ពងមាត់ឯងគឺបាត់ដែរដូចហើយបើចាំបានពងមាត់ឯងអាចត្រូវស្ដាប់តាមយើងយកកម្រិតពីចក្រានបាយហើយស្លាប់ពីអ្នកនេះចោលប៉ុន្តែអូការ៉ុនមិនមែនបភ្លីបភ្លើងធ្វើអញ្ចឹងទេហើយពេលហ្នឹង Turbo Granny ខំបញ្ចុះអូការ៉ុនក៏ធ្វើឲ្យគាត់ខឹងជាខ្លាំងហើយពេលហ្នឹងដែរអូការ៉ុនក៏ត្រូវបានខ្លាំចូលអូការ៉ុនក៏ខ្លាចទៅជាយកខៃហ្វមក៏ធ្វើឲ្យមួយបច្ចេកភាពអាជាខ្លាំងប៉ុន្តែវាមិនអាចទៅរួចបាននោះទេហើយពេលនោះដែរ Granny Seiko ក៏បានបញ្យល់ព្រោះតែនាងកំពុងតែការគឺអាចដេញព្រៃខ្មោចចេញពីខ្លួនមនុស្សបានអញ្ចឹងហើយដែលសត្វរបស់ Granny ពន់ស្អិតនឹងខ្លួនរបស់អូការ៉ុនពេកនៅពេលដែលវាយមកចេញតែប្រឡប់របស់នាងអញ្ចឹងហើយធម្មពលរបស់នាងគឺនៅចាប់អូការ៉ុនឡើយអ្នកដែលអាចដោះស្រាយបញ្ហាទាំងនេះគឺជានាងអាមិញខ្លាំងណាស់ហើយជេរយើងហើយចង់រកស្លាប់យើងទៀតអូអ្នកគ្រូអាណាគ្រូឯងពីកោអូការ៉ុនបានប្រែមកជាធម្មតាហើយមកក៏បានសួរថាអូការ៉ុនប្រើកាយយ៉ាងម៉េចហើយមិនមើលពីអ្នកនោះវាយគ្នាទេអូការ៉ុនក៏បានប្រាប់ថានៅពេលហ្នឹងក៏បានខឹងហើយក៏មានអារម្មណ៍ថាស្រំសាយនៅខាងក្រោយហើយក៏បានប្រែកឡាភ្លាមតែម្ដង Granny Seiko ដាក់ធូបបូន Granny នឹងទូសាច់អូក៏ថាប្រើដៃប្រើជើងគឺមិនល្អនោះទេចឹងហើយត្រូវតែសម្រងគ្នាការនិយាយទៅវិញហើយម៉ូម៉ូក៏បាននិយាយទាំងល្អទៅ Turbo Granny ថាបើ Turbo Granny ឲ្យពងមកវិញនឹងធម្មពលរបស់នេះក៏បានទៅវិញដែរហើយធ្វើឲ្យ Turbo Granny ទន់ចិត្តដែរឬក៏យកព្រមនៅពេលដែលម៉ូម៉ូថាឲ្យពងមកតែនិយាយនឹងថាជ្រុះពងមកដែរម៉ូម៉ូនៅតែប្រកែប៉ុន្តែ Turbo Granny និយាយថានៅពេលដែលគាត់និយាយថាបាត់គឺបាត់មែនហើយនិយាយនឹងទៅកាន់ពងគេមិនបានជ្រុះបាត់បងអើយសាមមែនហើយវីដេអូយើងក៏បានមកដល់ទីបញ្ចប់ដែរតើអូការ៉ុននឹងរកឃើញពងគាត់បានឬទេហើយវគ្គក្រោយនឹងមានតួអង្គថ្មីអ្វីខ្លះអញ្ចឹងហើយយើងត្រូវជួបគ្នានៅវីដេអូក្រោយបើអ្នកគ្នាពេញចិត្តនឹងវីដេអូនេះ like និង subscribe ហើយខ្ញុំនិយាយតិចយ៉ាងទៅសារពេលយកពេលខ្លាចនិយាយលើពេកឲ្យដឹងដកសាយក៏បាត់បាយអញ្ចឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនដែលមើលពីដើមដល់ចប់បាយបាយ